កសិដ្ឋានឬអ្នកចិញ្ចឹមបែបគ្រួសារឲ្យតែមានប្រភេទនេះគឺចង្រៃសម្រាប់បែបជំនឿគឺចង្រៃបែបលក្ខណៈថាបើសិនយើងមានពូនក្រោលជ្រូកដែលយើងចិញ្ចឹមឬសត្វដែលយើងចិញ្ចឹមនឹងមានជើង5ចាស់ពីដើមគេមិនឲ្យកាន់ឬក៏មិនឲ្យចិញ្ចឹមទេគេឲ្យយកទៅប្រគេនលោកយកទៅប្រគេនលោកក្នុងវត្តចុះណាហើយជំនឿនេះគឺមានពិតនៅខាងសៀមរាបហើយបងប្អូនជាច្រើនគាត់តែងតែមានគាត់យកទៅប្រគេនលោកណាហើយណាមួយយកទៅប្រគេនលោកក៏ល្អបើសិនទុកផ្ទះចាស់ផ្ទះហ្នឹងគឺរកស៊ីដាក់មែនទែនសម្រាប់មិនថាកសិដ្ឋានធំឬក៏ក្រោលអ្នកចិញ្ចឹមបែបលក្ខណៈគ្រួសារទេជំនឿគឺបែបនោះប៉ុន្តែគឺជាក់ស្ដែងគឺបែបនោះមែនណាហើយបើហេតុយថាហេតុបើយកទៅប្រគេនលោកគឺលក្ខណៈយើងយកទៅប្រឡែងឲ្យមានសេរីភាពក្នុងវត្តមិនថាជ្រូកមិនថាគោមិនថាក្របីទេបងប្អូនឲ្យតែខុសប្លែកគឺបែបហ្នឹងជំនឿហើយម្យ៉ាងទៀតកុំប្រាថ្នាចង់ហូបសាច់ចង់ស៊ីសាច់ណាគ្រោះដល់ខ្លួនមិនត្រឹមតែគ្រោះដល់ខ្លួននេះអាចនាំភាពចង្រៃភាពជំងឺឧតបាដល់គ្រួសារផងដែរនេះជារឿងពិតហើយក៏មានប្រវត្តិជាក់ស្ដែងបងប្អូនមិនត្រឹមតែយើងអាងប៉ុណ្ណេះទេប៉ុន្តែយើងធ្លាប់ជួបប្រទះអ្នកភូមិអ្នកស្រុកហើយក៏ធ្លាប់ជាសាច់ញាតិរបស់ខ្ញុំបានហូបបានពិសានៃសាច់ជ្រូកជើង5នោះដែរហើយក៏វាមានរឿងរ៉ាវជាច្រើនមែនទែនខ្ញុំនិយាយបែបនេះមិនមែនបង្អាប់ប៉ុន្តែវាជាភាពជាក់ស្ដែងហើយបើសិនយកទៅជូននឹងវត្តបើសិននៅនឹងវត្តហើយតែសាកស្លាប់ដោយចាស់ឈឺស្លាប់ដោយឯងយើងអាចយកធ្គាមយកធ្មេញយកខ្នាយតាមបែបជំនឿរបស់យើងយកមកឆ្លាក់យកមកទុកគឺបានណាឯងគឺល្អមែនទែនហើយក៏លើករិស័យដែរបែបជំនឿគឺបែបនេះណាបងប្អូនខ្ញុំនិយាយនេះមិនមែនឲ្យជឿខ្ញុំទេប៉ុន្តែឲ្យសង្កេតមើលខ្លួនឯងគឺល្អ